តែអ្នកទាំងអស់គ្នាថប់ឆ្ងល់ថាហេតុអីបានមនុស្សពីរនាក់កើតមកដូចគ្នាសិក្សាដូចគ្នាធំឡើងដូចគ្នាមួយមានភាពជោគជ័យក្នុងជីវិតម្នាក់ទៀតវល់វល់គ្រប់ទីកន្លែងនោះចម្លើយគឺមិនមែនសំណាងឬក៏ទេពកោសល្យពីកម្ពុជានោះទេចម្លើយនោះគឺវិន័យជំរាបសួរហើយក៏ដូចជាសួស្តីអ្នកទាំងអស់គ្នានេះខ្ញុំឈ្មោះយ៉ាន់មេតារាគីតាជាសិស្សនិស្សិតឆ្នាំទី2នៃវិទ្យាស្ថាន KMS ហើយក៏ជាសមាជិកនៃសមាគមសិស្សនិស្សិតបញ្ញវន្តក្នុងវត្តសាខាក្រៅពីផ្ទៃផងដែរថ្ងៃនេះខ្ញុំសូមចែករំលែកប្រធានបទមួយដែលសាមញ្ញបំផុតប៉ុន្តែពិតជាមានអត្ថន័យយ៉ាងសំខាន់ក្នុងជីវិតរបស់យើងនោះគឺវិន័យល្អជោគជ័យក្នុងជីវិតប៉ុន្តែជាដំបូងនេះខ្ញុំសូមគោរពក៏ដូចជាថ្លែងអំណរគុណទៅដល់លោកបណ្ឌិតហាន់ប៊ូរិនដែលប្រានបឱកាសមួយនេះសម្រាប់ឲ្យនាងខ្ញុំបកស្រាយនៅប្រធានបទដ៏មានតម្លៃមួយនេះមនុស្សជាច្រើនតែងតែគិតថាភាពជោគជ័យក្នុងជីវិតគឺបានមកពីទេពកោសល្យពីកំណើតឬក៏ឱកាសល្អៗក្នុងជីវិតប៉ុន្តែជាការពិតទៅភាពជោគជ័យយូរអង្វែងនិងពិតប្រាកដគឺបានមកពីវិន័យនិងការខិតខំជារៀងរាល់ថ្ងៃរបស់យើងហើយវិន័យពិតជាសាមញ្ញមែនទែនវិន័យគឺសំដៅទៅលើការគ្រប់គ្រងខ្លួនឯងឲ្យបានត្រឹមត្រូវទោះបីជាគ្មាននរណាមើលក៏បង្ខំយើងក៏ដោយវិន័យគឺជាស្ពានមួយចម្លងពីគោលដៅទៅដល់សមិទ្ធផលសម្រាប់សិស្សានុសិស្សវិន័យមិនមែនជាការធ្វើអ្វីធំដុំភ្លាមនោះទេវិន័យគឺជាទម្លាប់តូចៗដែលយើងធ្វើជាប្រចាំថ្ងៃដូចជាទី1ការគ្រប់គ្រងពេលវេលាមកសាលាឲ្យទាន់ពេលវេលារៀបចំកាលវិភាគការសិក្សាឲ្យបានត្រឹមត្រូវ2ការគោរពនឹងទៅអ្នកទំនងយើងត្រូវតែសម្ដែងភាពគោរពទៅលោកគ្រូអ្នកគ្រូនិងឪពុកម្ដាយដោយស្នាមញញឹមនិងការដឹងគុណផងដែរ3ការអភិវឌ្ឍខ្លួនជារៀងរាល់ថ្ងៃការអភិវឌ្ឍខ្លួនរបស់យើងអាចចាប់ផ្ដើមការអានសៀវភៅរយៈពេល10ទៅ15នាទីជារៀងរាល់ថ្ងៃបាន4ម្ចាស់ការទៅលើបណ្ដាញសង្គមនិងបច្ចេកវិទ្យាផ្សេងៗយើងអាចប្រើប្រាស់ទូរស័ព្ទនិងបណ្ដាញសង្គមបានប៉ុន្តែយើងមិនអាចឲ្យបណ្ដាញសង្គមមកគ្រប់គ្រងពេលវេលារបស់យើងទាំងអស់បានទេយើងត្រូវតែយកបណ្ដាញសង្គមជាឧបករណ៍ទាញយកចំណេះដឹងរបស់យើងសាកសម័យមកបើសិនជាយើងអភិវឌ្ឍខ្លួនត្រឹមតែ 1% ជារៀងរាល់ថ្ងៃយើងនឹងអាចអភិវឌ្ឍខ្លួនរហូតទៅដល់ 365% ក្នុងរយៈពេល1ឆ្នាំយុវជនទាំងអស់គ្នាត្រូវចងចាំថាវិន័យដែលយើងកសាងនៅថ្ងៃនេះគឺជាអនាគតដែលយើងនឹងទទួលបាននៅថ្ងៃស្អែកកុំរងចាំតើយើងចង់ធ្វើចាត់វិធានការភ្លាមៗពីថ្ងៃនេះតទៅពីខ្ញុំគីតាសូមអរគុណHello to all our Cambodian and international friends. My name is Yinmei Darakita, a second-year student at Kemet Business School. Today, I just want to come here and give you all a quick reminder to stay disciplined. I know we are so close to the end of the year, but if you stop now, all the effort that you put in would go to waste. So, keep pushing and stay disciplined, and success will follow. Don't forget that the discipline you built today is the success you will receive tomorrow. So, don't stop now. Finish the year strong together. 大家好，我叫丽丽，是 KMS 的大2学生。今天我想来给大家提醒一下，记得要继续保持自律。我知道我们都要快过年了，但是如果我们现在放弃的话，之前所有的努力都会白费的。所以，请大家继续坚持自律，今天的自律才是明天的成功。让我们一起加油，坚持到底！拜拜。